ក្រមយុវជនសម្ព័ន្ធសេនានីគាំទ្រអំពើមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីក្រមយុវជនសម្ព័ន្ធសេនានីសូមជូនតាមតាខ្ញុំចាំពុំភ្លេចឡើយស្រុងបានសង្ហើយចៅហើយឯគុំដូប្រវត្តិខ្មែរមានតែសំដេចដាច់ចូលស្រុងបានសម្បូររុងរឿងតានអើយតានអាយុ91រួចឆ្អាតអើយហើយចៅដេកក្នុងរំដាំឆ្អាលើអីចង់ត្រានរុនគិញក្រំក្លងកាន់ព្រៃស្មោសានព្រលឹងចេញពីប្រានឆ្លងកាន់ថ្ងៃនេះគឺយើងយុវជនសម្ព័ន្ធសេនានីបាននាំយកអំណោយឲ្យអាដាមឌៀងសរុនសមាជិកគណៈកម្មការកណ្ដាលគណៈបកប្រជាជនកម្ពុជាមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅខេត្តព្រះវិហារគឺចំនួន2ស្រុកគឺស្រុកជ័យសែនចំនួន15គ្រួសារហើយស្រុកសង្គមថ្មីនេះគឺ9គ្រួសារហើយអំណោយរបស់អាដាមឌៀងសរុនបានដាក់ទិសដៅឲ្យយើងមកជាប្រញាប់បំផុតដើម្បីជួយបងប្អូនប្រជាពលរដ្ឋព្រោះថាយើងបានឃើញកាកបាទក្រហមកម្ពុជាលោកបានចុះភ្លាមដូច្នេះហើយយើងក៏បានចូលរួមចំណែកនៅក្នុងឱកាសនេះក៏បានមកដល់ជួបបងប្អូនប្រជាពលរដ្ឋទាំងអស់នាំយកអំណោយរបស់អាដាមឌៀងសរុនរួមមានក្នុងមួយគ្រួសារទទួលបានអង្ករ1បេទឹកស៊ីអ៊ីវ1យួរសាប៊ូ1ថង់ប៊ីចេង1ថង់និងថវិកា50000រៀលហើយក្នុងនោះអាដាមអ៊ុំម៉ារ៉ាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនៅលោកជំនាញបានចូលរួមមួយគ្រួសារថវិកា50000រៀលផងដែរដូច្នេះក្នុងមួយគ្រួសារគឺទទួលបានថវិកាសរុប100,000រៀលបាទនេះគឺជាសកម្មភាពនៃក្រុមយុវជនសម្ព័ន្ធសេនានីរបស់យើងបានចុះមកដល់ខេត្តព្រះវិហារបាទក្រុមការងាររបស់យើងមកព្រះវិហារគឺបានជួយដល់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឲ្យរលំផ្ទះបាទខូចខាតនៅលំនៅដ្ឋានរបស់ពួកគាត់សរុបចំនួន24គ្រួសារនៅខេត្តព្រះវិហារនេះគឺចំនួន2ស្រុកគឺស្រុកជ័យសែននិងស្រុកសង្គមថ្មីបាទអរគុណចំពោះបាទបងប្អូនដែលជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបងប្អូនមានការស៊ូទាប្រញាប់ប្រញាល់បំផុតហើយពិសេសសហការបានយ៉ាងល្អទាំងការរៀបចំនៅសម្ដាប់ធ្នាប់ក៏ដូចជាយើងបានចុះមកជួបបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្ដងដែលយើងបាននាំយកអំណោយនិងការសាកសួរសុខទុក្ខពិសេសគឺការបានបង្កើតនៅមនោសញ្ចេតនាជាមួយគ្នាក្នុងនាមក្រុមយុវជនសម្ព័ន្ធសេនានីជាកូនចៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នាក្រោមការឧបត្ថម្ភរបស់អាដាមឌៀងសរុនសមាជិកគណៈកម្មការគណៈបកប្រជាជនកម្ពុជារួចឆ្អាតអើយហើយចៅដេកក្នុងរំដាំអាលើអីចង់ត្រានរុនគិញក្រំក្លងកាន់ព្រៃស្មោសានព្រលឹងចេញពីប្រានឆ្លងកាន់អង្គហើយអើយអង្គយ៉ាងរហ័សបំផុតដល់ពេលដែលលោកអភិបាលខេត្តលោកបានដាក់ការងារមកធ្វើជាទូទៅអូនទូបានលើកអស់ហើយថាវេទិកានេះគឺយើងមកមិនមែនឃោសនារោគដីឆ្នោតជូនគណៈបកនយោបាយឬយ៉ាងណាទេទោះបីជានៅលើបាវអង្គនេះយើងមានស្លាកគណៈបកប្រជាជនកម្ពុជាក៏ដោយតែអ្វីដែលយើងចង់បញ្ជាក់យើងបញ្ជាក់ថាយើងខ្ញុំមានឈ្មោះថាក្រុមយុវជនសម្ព័ន្ធអញ្ចឹងសម្ព័ន្ធសេនានីនេះមានទិសដៅច្រើនដែលឡែកទិសដៅទៅលើអង្គើមនុស្សធម៌នេះគឺទិសដៅផ្ដោតសំខាន់ទៅលើប្រជាពលរដ្ឋទាំងអស់គ្នាដែលមិនប្រកាន់និន្នាការនយោបាយលោកពូអ្នកមីងបងប្រុសបងស្រីនៅគណៈបកណាក៏អត់ស្ខាត់ដែរតែលោកពូអ្នកមីងបងប្រុសបងស្រីគឺរងគ្រោះពិតប្រាកដអញ្ចឹងហើយលោកអភិបាលលោកបានបញ្ជាក់ថាមានការកាត់បានរហូតបានជុំជុំហើយលោកបានស្មោះត្រង់សំណាក់នេះគឺដល់យើងខ្ញុំជាក្រុមយុវជនសម្ព័ន្ធសេនានីយើងខ្ញុំរវិះរវៃប្រមូលគ្នាគេពិតខ្ញុំចេញមកពីភ្លឺ
ពីភ្នំពេញមកបានសម្រាប់ទេប៉ុន្តែភាពមួយហប់នេះវាបានរសាយបាត់អស់ពីក្នុងចិត្តពីក្នុងអារម្មណ៍ភាសាអីយើងមកធ្វើបុណ្យយើងមកជួបគ្នាយើងមកស្គាល់គ្នាយើងអត់មានហត់ទេបាទទោះបីជាអត់បានសម្រាប់តតសោះក៏ហត់ដែរណាបាទឲ្យយល់គ្នាអញ្ចឹងណាហើយអំណោយពាក្យថាអំណោយមិនច្រើនទេប៉ុន្តែគឺវាបានទាន់ពេលវេលាវាតិចតួចមែនវាបានទាន់ពេលវេលាក្រមទិសដៅរបស់អាដាមឌៀងសរុនដែលជាសមាជិកគណៈកម្មការគណៈបកប្រជាជនកម្ពុជាហើយអាដាមបានដាក់ទិមកព្រាមថាត្រូវតែចុះឲ្យដល់ក្នុងពេលដ៏ខ្លីលឺព្រាមចុះមកព្រាមតិចតួចតែទាន់ពេលប៉ុន្តែពួកខ្ញុំមិនមែនជាក្រុមអ្នកសន្យាខ្ញុំមិនដែលបានសន្យាជាមួយបងអភិបាលស្រុកថាខ្ញុំមកជួយស្រុកគុំថ្មីខ្ញុំមានបានសន្យាជាមួយលោកពូនឹងមានហើយខ្ញុំនឹងមកជួយឲ្យពេលមានជុំមានអីចឹងវាកើតឡើងជារយៈកាលហេតុវាជារូបធម្មជាតិណាបាទប៉ុន្តែក្រុមយុវជនសម្ព័ន្ធសេនានីគឺជាកូនចៅរបស់លោកតានិយាយកូនចៅអង្គរស្រីអញ្ចឹងរាប់ពួកខ្ញុំបញ្ចូលជាកូនម្នាក់ខ្ញុំណាថាមានកូនថ្មីម្នាក់ទៀតហើយគឺយុវជនសម្ព័ន្ធសេនានីចឹងបើការលើសូពាក្យសេនានីគឺជាកូនចៅរបស់លោកតានិយាយនេះណាសុំលោកតានិយាយគឺជាអំណាចខ្ញុំព្រោះយើងខ្មែរតែនេះខ្ញុំចង់និយាយថាពីការចែកអំណោយពីទឹកដៅរបស់សម្ព័ន្ធសេនានីដោយឡែកសម្ព័ន្ធសេនានីមានទិសដៅមួយគឺការពារនិងគ្រប់គ្រងសម្ដេចអគ្គមហាសេនាបតីជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសគ្រប់គ្រងគណៈបកប្រជាជនមានថ្ងៃនេះអីនេះបើយើងនិយាយអំពីការគោលដៅពិតប្រាកដប៉ុន្តែគោលដៅមនុស្សធម៌គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នាអញ្ចឹងហេតុអីបានខ្ញុំប្រើពាក្យនៅក្នុងពេលនេះថាខ្ញុំមានគោលដៅការពារគណៈបកប្រជាជនគ្រប់គ្រងគណៈបកប្រជាជនគ្រប់គ្រងសម្ដេចតេជោឲ្យសម្ដេចតេជោដឹកនាំប្រទេសតទៅទៀតដោយសារយុវជនសម្ព័ន្ធសេនានីមើលឃើញនៅទង្វើដ៏ឧត្តមឧត្តមមួយនៅពេលដែលសម្ដេចតេជោជានាយករដ្ឋមន្ត្រីនៅពេលគណៈបកប្រជាជនកម្ពុជាដឹកនាំប្រទេសគឺខ្មែរតែមួយជាទិសដៅរបស់សម្ដេចដាក់ចេញមកណាកូនក្មួយទាំងអស់បើចង់ធ្វើអំពើមនុស្សធម៌កុំគិតបែងចែកគណៈបកគឺខ្មែរតែមួយអាហ្នឹងឯងដែលយើងចង់បានអញ្ចឹងបានពួកខ្ញុំបដិញ្ញាចិត្តថាគ្រប់គ្រងសម្ដេចតេជោដឹកនាំប្រទេសគ្រប់គ្រងគណៈបកប្រជាជនប៉ុន្តែដោយឡែកសម្រាប់ការចុះជួយអត់មានបែងចែកថាគណៈបកប្រជាជនមិនឲ្យទេទោះជាសមាជិកគណៈបកណាក៏យើងឲ្យដែរដូចអូនទូបានបញ្ជាក់មិញអញ្ចឹងថាបើសិនជាថ្ងៃបោះឆ្នោតលោកតាលោកយាយលោកពូអ្នកមីងស្រឡាញ់គណៈបកណាទៅគូឲ្យគណៈបកតាមយើងស្រឡាញ់ចុះព្រោះវាជាការសម្រេចចិត្តមួយនៅក្នុងអារម្មណ៍របស់យើងប៉ុន្តែខ្ញុំសូមសំណូមពរមកវិញមិនមែនថាខ្ញុំយកអំណោយតិចតួចមកជូនពេលនេះហើយមកអូសទាញឬក៏មកសំណូមពរអីទេខ្ញុំសំណូមពរថាក្រោយពេលដែលគូសស្លឹកឆ្នោតហើយគណៈបកណាក៏ដោយដែលយើងស្រឡាញ់ណាគូសស្លឹកឆ្នោតហើយអាណិតមេត្តាកុំបែងចែកណាគូសហើយគឺហើយយើងស្រឡាញ់គ្នាវិញណាលោកពូអ្នកវិញរួបរวมគ្នានៅផ្ទះចិត្តគ្នារាប់អានគ្នាយើងមានវប្បធម៌មួយហុចសឡមួយចានម្នាក់សឡអីឆ្ងាញ់ហុចគ្នាទៅវិញទៅមកមានអីមានទុកមានភ័យជួយគ្នាទៅវិញទៅមកកុំបែងចែកថាខ្ញុំនៅគណៈបកនេះទេឯងនៅគណៈបកនោះឯងមានទុកខ្ញុំមិនជួយអ្នកភូមិផងរបងជាមួយវាខ្លាចជាសត្រូវឃើញទេចឹងអ្វីដែលជាខ្ញុំសំណូមពរដល់លោកពូអ្នកវិញអូនប្រុសអូនស្រីក្នុងពេលនេះគ្រាន់ថាគណៈបកណាជារឿងដែលយើងស្រឡាញ់ប៉ុន្តែទឹកចិត្តជាខ្មែរសម្ដានចិត្តជាខ្មែរដូចគ្នាសូមយើងរក្សាគ្នាយើងស្រឡាញ់រកគ្នាណាដោយខ្ញុំនៅពេលនេះខ្ញុំបានមកច្រកកោនជាមួយនឹងបងអភិបាលតាមរយៈការស្វែងរកនៅជុំរងគ្រោះដោយសារគ្រោះធម្មជាតិអញ្ចឹងគឺអត់មានបានប្រាប់គាត់ថាអូបងវាយជួយរហូតតែគណៈបកប្រជាជនមកបានអត់ទេគណៈបកណាក៏ខ្ញុំត្រូវការជួយដែរពីព្រោះអីគាត់ជាប្រជាពលរដ្ឋខ្មែរតែមួយត្រង់នឹងដែលសង្ខេបមកវិញថាយុវជនសម្ព័ន្ធសេនានីគ្រប់គ្រងដាច់ខាតចំពោះការដឹកនាំរបស់សម្ដេចតេជោគ្រប់គ្រងជានិច្ចមិនកែប្រែដោយសារសម្ដេចតេជោហ៊ុនសែនដឹកនាំប្រទេសគឺខ្មែរខ្ញុំខ្លាចអ្នកដទៃដឹកនាំទៅបើសិនយើងដូរទៅនោះខ្លាចអ្នកដទៃទៅគាត់មិនអញ្ចឹងក៏បែងចែកយើងធ្លាប់មានទេប្រវត្តិខ្មែរសខ្មែរក្រហមខ្មែរខៀវយើងមានទេមិនមែនថាมันឆ្លងកាត់ទេខ្ញុំទេដែលអត់បានឆ្លងកាត់វិទូក្តីបងប្អូនមួយចំនួនទេដែលអត់បានឆ្លងកាត់ឬក៏ឆ្លងកាត់ក្នុងពេលសកម្មភាពតែបើងាកមកលោកអ៊ំខ្ញុំជឿថាឆ្លងកាត់ហើយមិនមែនឆ្លងកាត់ដាក់ពតទេលុនមកក៏ឆ្លងកាត់ដែរមែនទេបាទអាហ្នឹងហើយដែលយើងត្រូវដឹងពីសច្ចភាពនៃសង្គមកាលណាមនុស្សយើងធុញទ្រាន់ទៅនឹងសន្តិភាពធុញទ្រាន់ទៅនឹងសេចក្តីសុខបាននេះដែលយើងស្វែងរកសេចក្តីទុក្ខយើងកុំធ្វើដូចត្រីសត្វអ្នកនេសាទត្រីខ្ញុំដឹងនៅតាពាំងយើងមួយខែហ្នឹងខែក្តៅហ្នឹងអាភ្លៀងមកម្លេចផ្ទះយើងហ្នឹងអាភ្លៀងដែលធ្វើឲ្យផ្ទះយើងអាលំហ្នឹងវាមិនភ្លៀងធាក់មកអញ្ចឹងទឹកភ្លៀងវាមិនហូរចូលក្នុងស្រះអញ្ចឹងពួកត្រីដែលនៅក្នុងស្រះនោះអាទឹកចិត្តរីងនោះបានទឹកភ្លៀងមកប៉ុណ្ណឹងបដើរឡើងហ្នឹងមែនទេសบายចាស់យកមក
អាំងយកមកស្ងោរយកមកជៀនសบายចាប់ណាព្រោះត្រីវាជ្រៅវាស្មានតែទឹកនឹងទឹកល្អប្រភពទឹកដែលផ្ដល់ជីវិតវាមើងងាយអាស្រះចាស់របស់វានេះវាគិតថាអាស្រះនេះចិត្តរីងខាងហើយមកទៅនៅយូរទៅលេងបានហើយក្តៅស្អុះហើយអញត្រូវការរកកន្លែងថ្មីដូរស្រះហ្នឹងមែនទេមិនមែនដូរស្រះទេដូរពីកន្លែងសុបដល់ឆ្នាំងដល់តបុតដែរចឹងមែនអត់ត្រីអានោះសច្ចភាពធម្មជាតិចឹងអត់ឃើញចឹងអត់ពេលភ្លៀងមកត្រីឡើងពីស្រះអត់ណាគឺត្រីឡើងពីស្រះមកវិញអញ្ចឹងយើងកុំធ្វើដូចត្រីព្រោះយើងជាមនុស្សពិចារណាឲ្យបានច្បាស់មុននឹងសម្រេចចិត្តថ្ងៃនេះអាដាមនាងសរុនលោកបាននាំមកនៅអំណោយមានអង្គមានសាប៊ូមានប៊ីចេងមានទឹកស៊ីអ៊ីវហើយនិងថាវិការដោយឡែកស្លាកសញ្ញានេះគឺមើលដូចគ្នាគេចាប់ដូចគ្នាណាប៉ុន្តែមួយប៊ីចេងមួយសាប៊ូឲ្យច្បាស់ណាលោកពូណាមុននឹងស្លលោកដៃស្ទាបហើយក្តីដួសស្លាបព្រាក្តីបើសិនជាអាចគួរតែហិតបន្ថែមទៀតការពីច្រឡំតែបើស្លទៅឆ្ងាញ់ឈ្ងុយពងភ្លៀនផងបងសាប៊ូមកវាចូលគ្រូចំហើយចុងប៊ីចេងស្អីវាយកមកចាយនឹងទៅថៃវាណាពីមុនកាលអាណត្តិមុនមានគណៈបកមួយចំនួនយកប៊ីចេងហ្នឹងមកវាយប្រហារណាថាគណៈបកប្រជាជនយកប៊ីចេងមកឲ្យពុកឆ្អឹងវាយប្រហារអញ្ចឹងទៀតមិនមែនទេគេឡាត់ឡំបងសាប៊ូខុសទេណាដល់បងស្រូវបាយពពុះយកប៊ីចេងស្អីវាពពុះមកមិនដល់ហូបទៅចាប់ដើមបាយពពុះមកគាត់ទៅពេទ្យអានេះវាមកពលអញមិនមែនមកជួយណាប៉ុន្តែពេទ្យព្យាបាលវាមិនដល់ស្លាប់ទេអស់តែ20000នេះជាអាហ្នឹងយើងបងខុសតែបើជឿរឿងថ្នាក់ដឹកនាំខុសមិន20000 3ឆ្នាំ8ខែ20ថ្ងៃអស់ពី3នាក់ដែរមករហូតខ្ញុំបាត់2នាក់គ្រូបាទចាជាពលពលខ្លួនឯងក៏បាត់សមាជិកខ្លួនឯងចាបាត់2នាក់3នាក់នឹងពុកខ្ញុំបាទចាហើយអាហ្នឹងឯងលក្ខណៈដូចស្មារតីណាមាននយោបាយគណៈបកប្រឆាំងមួយលើកថាបើខ្ញុំជាប់ឆ្នោតខ្ញុំនឹងធ្វើឲ្យស្មារតីកុំនិយាយរឿងស្មារតីខ្ញុំនិយាយថ្ងៃថ្មហ្នឹងបើមានកន្លែងណាស្មារតីឲ្យផ្ទះបាញ់ងាប់អាពោតណាស្មារតីយើងហូបអត់ឆ្អែតវាស៊ីឆ្អែតពីស្មារតីអត់ស្មើទេបាទអត់ស្មើភាពទេចាណាចឹងសំខាន់យើងរឹងរូសខ្លួនឯងណាបើបានសុខហើយកុំដោហើយកុំធុញទ្រាន់នឹងសន្តិភាពអត់ទេអត់ដូរទេសន្តិភាពទៅបានបន្តិចដោផ្ទះមួយអាឡ័យតែដោពួយដោអញ្ចឹងដោពួយដោអញ្ចឹងគ្មានបាននៅទេហាត់នឹងឡើងដាំលឹកក្រៃមិនបានហូបទេរួចទៅដោបើដាំលឹកក្រៃបានហើយបើសង់ផ្ទះបានហើយត្រូវមិនអីលួងឡាយរួងជៀនសងគ្រាមឈាមឆ្អាបនៅឡើយអីលើសុខហើយចៅអាយកុំដោណាចៅតារក្សាសំបានត្រូវរាំងសាទៀតរាំងសាផៅមាននឹងជៀនរាតែចូលហ៊ុនសានគឺជាទេវតា